ทำเหมือนแค่ยังមានបញ្ហាឈឺកឈឺស្មាចំនួនប៉ុន្មានអ្នកថ្ងៃនេះខ្ញុំនឹងសួរលោកគ្រូឲ្យបងប្អូនដឹងទាំងអស់គ្នាសម្រាប់ទីតាំងសាច់ចាស់មួយថ្ងៃ20ទៅ30នាក់ទៅសរុបទៅវាច្រើនមួយថ្ងៃសម្រាប់ភ្ញៀវក៏ឈឺកអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញពីវិធីមួយដែលជួយបងប្អូនបើសិនជាបងប្អូនអត់ចង់ឈឺកព្យាយាមហាត់ទាំងអស់គ្នាសម្រាប់លំហាត់ប្រាណកនេះបងប្អូនហាត់ចំណាយពេលតែ5នាទីជួយបងប្អូនបានល្អវិធីនេះគឺយើងគ្រាន់តែមានកសែងទេបងប្អូនគឺយើងព្យាយាមដាក់នៅកលៈករបស់យើងមកហើយយើងធ្វើការទាញបធូរតិចចាអញ្ចឹងក្នុងមួយលំហាត់ប្រាណនេះបងប្អូនហាត់ប្រហែលជា1នាទីទៅ2នាទីទេលំហាត់ប្រាណទី2គឺបងប្អូនដាក់កសែងឲ្យស្របដល់ឆ្អឹងខ្នងរបស់យើងមកហើយយើងធ្វើដៃទាញចុះទាញឡើងរយៈពេល1នាទីទៀតទី3នេះគឺបងប្អូនដាក់កសែងចុះហើយយើងព្យាយាមលើកទៅលើឲ្យអស់ចាដើម្បីបធូរសាច់ដុំស្មាខ្នងហ្នឹងឲ្យបានល្អមែនទែនលំហាត់ប្រាណនេះយើងធ្វើ1នាទីទៀតហាត់ប្រាណទី4គឺបងប្អូនព្យាយាមពត់កយើងទៅឆ្វេងទៅស្ដាំចាអត់មែនទាញរឹតកសែងទេណាបងប្អូនកុំភ្លេចណាចាគឺមើលតាមលោកគ្រូនេះគឺយើងពត់មកឆ្វេងនិងមកស្ដាំហើយយើងធ្វើការដៃនឹងបញ្ជាក់គ្នាចាលំហាត់ប្រាណនេះពិតជាមានប្រយោជន៍មែនទែនបងប្អូនអត់ចំណាយលុយទេគឺគ្រាន់តែមានកសែងមួយហើយនៅពេលវេលា5នាទីគឺអាចបធូរស្មាបងប្អូនបានផលមែនទែនចាំការបាន share ទាំងអស់គ្នាបងប្អូនជួយ share ដើម្បីយើងបានហាត់ទាំងអស់គ្នាអរគុណសូមណែនាំផ្នែកសុខភាពដែលជាអ្នកឯកទេសដោះស្រាយបញ្ហាចុករយកស្មាដែលបងប្អូនសម្រានទៅគេងលក់ស្រួលហើយមួយទៀតហ្នឹងគឺជួយរក្សាកំណើនឆ្អឹងកង្កបងប្អូនជៀសផុតពីការលៀនទំនាប់ឌីសឆ្អឹងកង្កហើយបងប្អូនដែលលៀនឌីសឆ្អឹងកង្កផ្នែកនេះជាឯកទេសសម្រាប់ព្យាបាលបញ្ហាឆ្អឹងកង្ករបស់បងប្អូន